សួស្តីអ្នកគ្នាវីដេអូមួយនេះខ្ញុំបង្ហាញពីការរៀបចំ LD នៅក្នុងកុំព្យូទ័ររបស់ខ្ញុំអញ្ចឹងសម្រាប់កុំព្យូទ័រដែលខ្ញុំប្រើគឺប្រើជាមួយនឹង Spec Ultra ចំពោះ LD គឺយើងមាន2ជម្រើសទី1គឺ LD version ចិនហើយនិង LD version global ប៉ុន្តែខ្ញុំប្រើប្រាស់ជាមួយនឹង LD version ចិនដោយសារតែ version ចិនវាស៊ី performance តិចហើយទំហំក៏វាទូចដែរប៉ុន្តែបើសិនបើអ្នកគ្នាចង់ប្រើ version global ក៏តាមចិត្តអ្នកគ្នាអញ្ចឹងណាសម្រាប់ version ចិនហ្នឹងគឺវាអត់មានជាមួយនឹង Play Store ទេអញ្ចឹងសម្រាប់ការតឡើង app ដូចជា Facebook អីជាដើមហ្នឹងយើងត្រូវរក file APK ហើយអ្នកនរគ្នាអាចរក file APK នៅក្នុង website របស់Bob Prime បានដែលគាត់បានដាក់អញ្ចឹងណាអញ្ចឹងសម្រាប់ file APK ដែលខ្ញុំប្រើ app នៅក្នុង LD មានតែ app Facebook ទេប៉ុន្តែ Facebook វាមាន Facebook logo ពណ៌ខៀវមួយហើយនិងពណ៌សហ្នឹងគឺ version lead អញ្ចឹងណាឥឡូវខ្ញុំបាន download LD ទាំងពីរហ្នឹងហើយប៉ុន្តែខ្ញុំបង្ហាញពីការតឡើង LD ចិនត្រង់ចំណុចនេះគឺជាកន្លែងដែលយើង store ជាមួយ LD របស់យើងណាអញ្ចឹងយើងត្រូវប្រកាសថាវានៅ path ជាមួយនឹង M2 ដោយសារតែ LD វាត្រូវការ storage ល្បឿនលឿនអញ្ចឹងយើងដាក់ hard disk ឬក៏ SSD គឺអត់កើតទេយើងគួរតែដាក់នៅក្នុង M2 ទៅចំពោះការតឡើង LD global ឬក៏ LD ចិនហ្នឹងគឺវាដូចតែគ្នាទេបន្ទាប់មកយើងមានជាមួយនឹង LD multiple player នេះសម្រាប់ LD ចិនគឺវាមានអក្សរចិនប៉ុន្តែយើងអាចធ្វើការកែមកអក្សរអង់គ្លេសបានខ្លះអញ្ចឹងពេលដែលយើងកែហើយយើងចុចបិទទៅហើយយើងបើកភាសាទៀតមកវានឹងចេញភាសាអង់គ្លេសហើយប៉ុន្តែมันបានទាំងស្រុងទេហើយចំពោះ setting មួយចំនួនគឺខ្ញុំកែតានៅក្នុង setting នេះដែលខ្ញុំបង្ហាញដល់អ្នកគ្នានិយាយរួមទៅខ្ញុំអត់សូវកែអីច្រើនទេខ្ញុំកែតាចំនួន CPU ចំនួន RAM ហើយនិងទំហំអេក្រង់ LD ដាក់វាបញ្ឈរហើយទំហំទូចអញ្ចឹងណាអញ្ចឹងបន្ទាប់មកខ្ញុំបើក LD មួយមកអញ្ចឹងនេះគឺជា LD ទី1ដែលយើងត្រូវរៀបចំសម្រាប់ទុកធ្វើការ clone ណាសម្រាប់ LD ចិនគឺវាអត់មាន Play Store ទេដូចខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងយើងត្រូវការធ្វើការថ្លើមជាមួយនឹង app កន្លែងនេះវា load ឲ្យយើង update យើងមិន update ទេដោយសារតែខ្ញុំប្រើ version រៀងចាស់ព្រោះ version ថ្មីវារៀង C performance គួរសម copy version ចាស់អញ្ចឹងយើងប្រើ version ណាស្រួលយើងដាក់ version ហ្នឹងទៅឥឡូវនេះខ្ញុំធ្វើការតឡើងជាមួយនឹង app Facebook ដោយសារខ្ញុំបាន download file APK ហើយអញ្ចឹងខ្ញុំទាញចូលទៅអញ្ចឹងសម្រាប់អ្នកនរគ្នាដែលមាន app ដែលត្រូវប្រើក្នុង LD យើងអាចធ្វើការ download file APK ហើយយើងទាញចូលអញ្ចឹងណាប៉ុន្តែខ្ញុំអត់ recommend ឲ្យដាក់ app ច្រើនទេព្រោះដាក់ app កាន់តែច្រើនគឺទំហំ LD របស់យើងគឺកាន់តែធំអញ្ចឹង app ដែលខ្ញុំដាក់នេះគឺមាន VPN Potato VPN ហ្នឹង free ហើយសម្រាប់នេះគឺជា file Bob IP គឺ file APK សម្រាប់ check IP ប៉ុន្តែបើសិនបើអ្នកនរគ្នាប្រើ tool Bob គឺ tool Bob គេនឹងតឡើងឲ្យយើងអូតូតែម្ដងចុះមកកាន់ចំណុចនេះគឺខ្ញុំធ្វើការ clone LD ចេញពី LD ដែលខ្ញុំបានរៀបចំមួយខាងលើហ្នឹងណាអញ្ចឹង LD ដែលយើងរៀបចំហ្នឹងគឺយើងអត់ប៉ះពាល់ទេហើយយើង clone LD បន្ថែមមកដើម្បីធ្វើការបង្កើត account Facebook ឬក៏ login Facebook account ដែលយើងមានស្រាប់អញ្ចឹងឥឡូវនេះខ្ញុំធ្វើការបើក LD ចំនួន5 LD ហើយកន្លែងនេះគឺយើងសេរី setting ដើម្បីកំណត់ថាមួយជួរយើងឲ្យមាន LD ចំនួនប្រមាណឲ្យវារត់ឃើញស្អាតអញ្ចឹងណាហើយកន្លែងនេះគឺ setting មួយចំនួនដែលយើងអាចធ្វើការ synchronize LD ហ្នឹងមានន័យថាយើងបញ្ជា LD ទី1ជាង LD ផ្សេងទៀតគឺវារត់តាមហ្នឹងហើយសម្រាប់វីដេអូមេរៀនខ្ញុំរៀងលឿនតិចណាប៉ុន្តែអ្នកនរគ្នាព្យាយាមមើលពីបេះដូងទៅគឺអាចយល់ហើយព្រោះខ្ញុំអត់ចូលចិត្តសម្រាយអីវែងឆ្ងាយទេអញ្ចឹងនេះគឺជាកម្មវិធី VPN Potato VPN ហ្នឹងមាន free ផងឬក៏យើងអាចទិញក៏បានដែរអញ្ចឹងយើងអាចប្រើ server free ក៏បានប្រើ server ដែលយើងចង់ទិញក៏បានដែរប៉ុន្តែសម្រាប់យើងថ្មីថ្មោងយើងអាចសាកល្បងប្រើជាមួយ VPN ហ្នឹងជាមួយនឹង server free បានពេលដែលយើងរើស location ទៅយើង refresh ទៅយើងអាចដឹងហើយនេះអញ្ចឹងខ្ញុំដូរ location មកអាមេរិកអញ្ចឹងវានឹងត្រឡប់មកអាមេរិកហើយនៅវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការបង្កើត account Facebook